លំដាប់នោះជានុសោអ្នកព្រាហ្មណ៍បានចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភិក្ខលុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររលឹកនាំឲ្យកើតសេចក្តីស្និទ្ធស្នាលហើយអង្គុយក្នុងទីសមគួរលុះជានុសោអ្នកព្រាហ្មណ៍អង្គុយក្នុងទីសមគួរហើយក្រាបបង្គំទូលព្រះមានព្រះភិក្ខថាបបិទ្ធព្រះគោតមដ៏ចម្រើនយើងជាព្រាហ្មណ៍តែងឲ្យទានតែងធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធាហើយឧទ្ទិសថាទាននេះសូមឲ្យសម្រេចផលដល់ប្រេតទាំងឡាយជាញាតិសាលោហិតពួកប្រេតទាំងឡាយជាញាតិសាលោហិតសូមបរិភោគនៅទាននេះបបិទ្ធព្រះគោតមដ៏ចម្រើនចុះទាននោះនឹងសម្រេចផលដល់ប្រេតទាំងឡាយជាញាតិសាលោហិតដែរឬទេប្រេតទាំងឡាយជាញាតិសាលោហិតនោះនឹងបរិភោគនៅទាននោះបានដែរឬទេព្រះមានព្រះភិក្ខទ្រង់ត្រាស់តបថាមនាលព្រាហ្មណ៍ទាននោះសម្រេចផលក្នុងទីគួរមិនសម្រេចផលក្នុងទីមិនគួរបបិទ្ធព្រះគោតមដ៏ចម្រើនទីដែលគួរតើដោយម្ដេចទីដែលមិនគួរតើដោយម្ដេចមនាលព្រាហ្មណ៍បុគ្គលខ្លះក្នុងលោកនេះជាអ្នកសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមទាំងឡាយពោលពាក្យកុហកពោលពាក្យញុះញង់ពោលពាក្យអាក្រក់ពោលពាក្យឥតប្រយោជន៍ជាអ្នកច្រើនដោយអភិជាមានចិត្តព្យាបាទមានសេចក្តីយល់ខុសបុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតក្នុងនរកអាហារណាជាអាហារសម្រាប់សត្វទាំងឡាយកើតក្នុងនរកសត្វនរកនោះតែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងនរកនោះដោយសារអាហារនោះសត្វនរកនោះស្ថិតនៅក្នុងនរកនោះដោយសារអាហារនោះមនាលព្រាហ្មណ៍ទាននោះមិនសម្រេចផលដល់សត្វដែលស្ថិតនៅក្នុងទីណាទីនេះឯងហៅថាទីមិនគួរមនាលព្រាហ្មណ៍មួយទៀតបុគ្គលខ្លះក្នុងលោកនេះជាអ្នកសម្លាប់សត្វមានសេចក្តីយល់ខុសបុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតក្នុងកំណើតនៃតិរិឆានអាហារណាជាអាហារសម្រាប់សត្វទាំងឡាយដែលកើតក្នុងកំណើតតិរិឆានសត្វតិរិឆាននោះក៏ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងទីនោះដោយអាហារនោះសត្វតិរិឆាននោះស្ថិតនៅក្នុងទីនោះដោយសារអាហារនោះមនាលព្រាហ្មណ៍ទាននោះមិនសម្រេចផលដល់សត្វដែលស្ថិតនៅក្នុងទីណាទីនេះឯងហៅថាទីមិនគួរមនាលព្រាហ្មណ៍ចំណែកឯបុគ្គលក្នុងលោកនេះជាអ្នកវាស្រឡះចាកបាណតិបាតវាស្រឡះចាកអត្តនេទានវាស្រឡះចាកមូសាវាទវាស្រឡះចាកបិសុណាវាចាវាស្រឡះចាកភរុសវាចាវាស្រឡះចាកសម្ភបលបៈជាអ្នកមិនមានអភិជាមិនមានចិត្តព្យាបាទមានសេចក្តីយល់ត្រូវបុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតក្នុងពួកមនុស្សអាហារណាជាអាហារសម្រាប់ពួកមនុស្សបុគ្គលនោះក៏ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងទីនោះដោយអាហារនោះបុគ្គលនោះស្ថិតនៅក្នុងទីនោះដោយសារអាហារនោះមនាលព្រាហ្មណ៍ទាននោះមិនសម្រេចផលដល់សត្វដែលស្ថិតនៅក្នុងទីណាទីនេះឯងហៅថាទីមិនគួរមនាលព្រាហ្មណ៍មួយទៀតបុគ្គលខ្លះក្នុងលោកនេះជាអ្នកវាស្រឡះចាកបាណតិបាតមានសេចក្តីយល់ត្រូវបុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតក្នុងពួកទេវតាអាហារណាជាអាហារសម្រាប់ពួកទេវតាទេវតានោះក៏ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងទីនោះដោយអាហារនោះទេវតានោះស្ថិតនៅក្នុងទីណាដោយសារអាហារនោះមនាលព្រាហ្មណ៍ទាននោះមិនសម្រេចផលដល់សត្វដែលស្ថិតនៅក្នុងទីណាទីនេះឯងហៅថាទីមិនគួរមនាលព្រាហ្មណ៍បុគ្គលខ្លះក្នុងលោកនេះជាអ្នកសម្លាប់សត្វមានសេចក្តីយល់ខុសបុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតក្នុងបតិវិស័យអាហារណាជាអាហារសម្រាប់សត្វទាំងឡាយដែលកើតក្នុងបតិវិស័យប្រេតនោះក៏ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងទីនោះដោយអាហារនោះប្រេតនោះស្ថិតនៅក្នុងទីនោះដោយសារអាហារនោះ
ឬក៏ពួកមិត្តអាមាត្យក្តីពួកជាញាតិសាលោហិតក្តីឧទ្ទិសឲ្យនៅទីណាដល់ប្រែតនោះអំពីលោកនេះប្រែតនោះក៏ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងទីនោះដោយអាហារនោះប្រែតនោះស្ថិតនៅក្នុងទីនោះដោយសារអាហារនោះមនាលព្រាហ្មណ៍ទាននោះសម្រេចផលដល់សត្វដែលស្ថិតនៅក្នុងទីណាទីនេះឯងហៅថាទីគួរជាអនុស្សាវរិយព្រាហ្មណ៍ក្រាបទូលសួរថាបបិទ្ធព្រះគោតមដោយចម្រើនចុះប្រសិនបើប្រែតជាញាតិសាលោហិតនោះមិនបានទៅកើតក្នុងទីនោះទេតើអ្នកណាបរិភោគទាននោះអើព្រាហ្មណ៍ពួកប្រែតដែលជាញាតិសាលោហិតដទៃទៀតរបស់គេគង់ទៅកើតក្នុងទីនោះមិនខានប្រែតទាំងនោះឯងបរិភោគទាននោះបបិទ្ធព្រះគោតមដោយចម្រើនចុះប្រសិនបើប្រែតជាញាតិសាលោហិតនោះមិនបានទៅកើតក្នុងទីនោះទេទាំងពួកប្រែតជាញាតិសាលោហិតដទៃទៀតរបស់គេក៏មិនបានទៅកើតក្នុងទីនោះដែរតើអ្នកណាបរិភោគទាននោះណែព្រាហ្មណ៍ទីណាដែលស្ងាត់ចាក់ប្រែតទាំងឡាយជាញាតិសាលោហិតដោយការជាយូរអង្វែងនោះទីនោះមិនមែនជាហេតុមិនមែនជាឱកាសគឺថាមិនធ្លាប់មានឡើយមនាលព្រាហ្មណ៍មួយទៀតធម្មតាអ្នកឲ្យទានមិនមែនជាគ្មានផលទេអោព្រះគោតមដោយចម្រើនពលកំណត់ក្នុងទីមិនគួរបានដែរតើអើព្រាហ្មណ៍តថាគតពលកំណត់ក្នុងទីមិនគួរបានដែរមនាលព្រាហ្មណ៍បុគ្គលខ្លះក្នុងលោកនេះជាអ្នកសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមពលពាក្យកុហកពលពាក្យញុះញង់ពលពាក្យអាក្រក់ពលពាក្យឥតប្រយោជន៍ជាអ្នកច្រើនដោយអភិជ្ជាមានចិត្តព្យាបាទមានសេចក្តីយល់ខុសប៉ុន្តែបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍បុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតជាមួយពួកដំរីឯដំរីនោះជាសត្វតែងស្វាក់បាយទឹកកំរងផ្កានិងគ្រឿងឧបករណ៍ផ្សេងក្នុងកំណើតនៃដំរីនោះមនាលព្រាហ្មណ៍ត្រង់ដែលបុគ្គលក្នុងលោកនេះជាអ្នកសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមពលពាក្យកុហកពលពាក្យញុះញង់ពលពាក្យអាក្រក់ពលពាក្យឥតប្រយោជន៍ជាអ្នកច្រើនដោយអភិជ្ជាមានចិត្តព្យាបាទមានសេចក្តីយល់ខុសជាតោសនាំឲ្យបុគ្គលនោះបែកធ្លារាងកាយស្លាប់ទៅកើតជាមួយនឹងពួកដំរីត្រង់ដែលបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍ជាគុណបណ្ដាលឲ្យបុគ្គលនោះជាស្វាត់តែងស្វាក់បាយទឹកកំរងផ្កាគ្រឿងប្រដាប់ផ្សេងក្នុងកំណើតនៃដំរីនោះមនាលព្រាហ្មណ៍មួយទៀតបុគ្គលខ្លះក្នុងលោកនេះជាអ្នកសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមទាំងឡាយពលពាក្យកុហកពលពាក្យញុះញង់ពលពាក្យអាក្រក់ពលពាក្យឥតប្រយោជន៍ជាអ្នកច្រើនដោយអភិជ្ជាមានចិត្តព្យាបាទមានសេចក្តីយល់ខុសប៉ុន្តែបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍បុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតជាមួយពួកសេះកើតជាមួយពួកគោកើតជាមួយពួកឆ្កែឯសត្វនោះតែងស្វាក់បាយទឹកកំរងផ្កានិងគ្រឿងប្រដាប់ផ្សេងមនាលព្រាហ្មណ៍ត្រង់ដែលបុគ្គលក្នុងលោកនេះជាអ្នកសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមទាំងឡាយពលពាក្យកុហកពលពាក្យញុះញង់ពលពាក្យអាក្រក់ពលពាក្យឥតប្រយោជន៍ជាអ្នកច្រើនដោយអភិជ្ជាមានចិត្តព្យាបាទមានសេចក្តីយល់ខុសជាតោសនាំឲ្យបុគ្គលនោះបែកធ្លារាងកាយស្លាប់ទៅកើតជាមួយនឹងពួកឆ្កែត្រង់ដែលបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍
ជាគុណនាំឲ្យបុគ្គលនោះជាសត្វតែងស្វាក់បាយទឹកកំរងផ្កាគ្រឿងប្រដាប់ផ្សេងក្នុងកំណើតឆ្កែនោះមនាលព្រាហ្មណ៍បុគ្គលខ្លះក្នុងលោកនេះជាអ្នកវាស្រឡះចាបាណាតិបាតវាស្រឡះចាអត្តនេទានវាស្រឡះចាកាមេសុមិច្ឆាចារៈវាស្រឡះចាមុសាវាទវាស្រឡះចាបិសុណាវាចាវាស្រឡះចាផារុសវាចាវាស្រឡះចាសម្ភបលបៈជាអ្នកមិនមានអភិជាមានចិត្តមិនព្យាបាទមានសេចក្តីយល់ត្រូវបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍លោកបុគ្គលនោះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតជាមួយនឹងពួកមនុស្សបុគ្គលនោះតែងស្វាក់នៅកាមគុណ5ជារបស់មនុស្សក្នុងកំណើតនៃមនុស្សនោះមនាព្រាហ្មណ៍ត្រង់ដែលបុគ្គលក្នុងលោកនេះជាអ្នកវាស្រឡះចាបាណាតិបាតវាស្រឡះចាអត្តនេទានវាស្រឡះចាកាមេសុមិច្ឆាចារៈវាស្រឡះចាមុសាវាទវាស្រឡះចាបិសុណាវាចាវាស្រឡះចាផារុសវាចាវាស្រឡះចាសម្ភបលបៈជាអ្នកមិនមានអភិជាមិនមានចិត្តព្យាបាទមានសេចក្តីយល់ត្រូវជាគុណនាំឲ្យបុគ្គលនោះបែកធ្លារាងកាយស្លាប់ទៅកើតជាមួយនឹងពួកមនុស្សត្រង់ដែលបុគ្គលជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍ជាគុណបណ្ដាលឲ្យបុគ្គលនោះទៅជាអ្នកស្វាក់នៅកាមគុណ5ជារបស់មនុស្សក្នុងកំណើតនៃមនុស្សនោះមនាលព្រាហ្មណ៍បុគ្គលខ្លះក្នុងលោកនេះវាស្រឡះចាបាណាតិបាតមានសេចក្តីយល់ត្រូវប៉ុន្តែបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍បុគ្គលនោះលុះបែកធ្លារាងកាយស្លាប់ទៅក៏ទៅកើតជាមួយនឹងពួកទេវតានោះជាអ្នកស្វាក់នៅកាមគុណ5ជាទិព្វក្នុងទេវលោកនោះមនាព្រាហ្មណ៍ត្រង់ដែលបុគ្គលក្នុងលោកនេះជាអ្នកវាស្រឡះចាបាណាតិបាតមានសេចក្តីយល់ត្រូវជាគុណនាំឲ្យបុគ្គលនោះបែកធ្លារាងកាយស្លាប់ទៅកើតជាមួយនឹងពួកទេវតាត្រង់ដែលបុគ្គលនោះជាអ្នកឲ្យបាយទឹកសម្ពុតយានកំរងផ្កាគ្រឿងក្រអូបគ្រឿងលាបទីដេកទីនៅគ្រឿងឧបករណ៍របស់ប្រទីបដល់សាមណៈឬព្រាហ្មណ៍ជាគុណនាំឲ្យបុគ្គលនោះជាអ្នកស្វាក់នៅកាមគុណ5ជាទិព្វក្នុងទេវលោកនោះមនាព្រាហ្មណ៍ក៏ធម្មតាអ្នកឲ្យទានមិនមែនជាគ្មានផលឡើយជានុសោនិព្រាហ្មណ៍ទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះគោតមដ៏ចម្រើនចម្លែកណាស់បបិទ្ធព្រះគោតមដ៏ចម្រើនដំណើរនេះគួរណាស់តែឲ្យទានគួរណាស់តែធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធាព្រោះថាអ្នកឲ្យទានមិនមែនជាគ្មានផលឡើយព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាអើព្រាហ្មណ៍ដំណើរនោះយ៉ាងនឹងឯងអើព្រាហ្មណ៍ដំណើរនោះយ៉ាងនឹងឯងអើព្រាហ្មណ៍អ្នកឲ្យទានមិនមែនជាគ្មានផលទេជានុសោនិព្រាហ្មណ៍ក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនពិរោះណាស់សូមព្រះគោតមដ៏ចម្រើនចាំទុកនៅខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នៅសរណៈស្មើដោយជីវិតចាប់ដើមពីថ្ងៃនេះតទៅចប់ជានុសោនិវគ្គទី2